អូនស្រីចាងច័ន្ទរាវតីបានធ្វើការបកស្រាយឡើងវិញនៅបទចម្រៀងមរតកដើមរបស់រាជិនីសំឡេងមាសរស់ស្រីសុធាដែលមានចំណងជើងថាឆ្នាំអូន15មួយទទួលបានការសរសើរពីសំណាក់ប្រិយមិត្តទស្សនិកជនសុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះកាលពីពេលកន្លងទៅថ្មីនេះផងដែរបងស្រីចាងច័ន្ទរាវតីបានធ្វើការបកស្រាយឡើងវិញនៅបទចម្រៀងមរតកដើមរបស់រាជិនីសំឡេងមាសរស់ស្រីសុធាដែលមានចំណងជើងថាឆ្នាំអូន15មួយនៅលើបណ្ដាញសង្គម Facebook ផ្លូវការផ្ទាល់ខ្លួនរបស់បងស្រីហើយក៏ទទួលបានការពោលសរសើរយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនចំពោះសំឡេងក៏ដូចជាការតុបតែងខ្លួនបែបសាមញ្ញប៉ុន្តែមើលទៅស្រស់ស្អាតពីសំណាក់បងស្រីចាងច័ន្ទរាវតីធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើននឹកភ្នែកទៅដល់រាជិនីសំឡេងមាសរស់ស្រីសុធាក្នុងនោះផងដែរប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្របានចូលទៅបញ្ចេញមតិនិងចំណាប់អារម្មណ៍នៅខាងក្រោមវីដេអូចម្រៀងរបស់បងស្រីចាងច័ន្ទរាវតីថាអាយុក្មួយនៅក្មេងឯសំឡេងនៅខ្ចីដូច្នេះក្មួយត្រូវព្យាយាមបន្ថែមនៅពេលអាយុចាប់ពី20ឆ្នាំឡើងនឹងបានសំឡេងល្អទ្វេគុណសូមអបអរសាទរឲ្យក្មួយជោគជ័យនៅក្នុងជីវិតប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាមិនងាយរកបានទេមុខមាត់ស្រដៀងសំឡេងស្រដៀងហើយក៏ពិរោះដូចគ្នាអនាគតនាងអាចស្នងរាជិនីសំឡេងមាសរស់ស្រីសុធាបានសំខាន់នាងរក្សាសុខភាពការពារខ្លួនបានល្អផងប្រិយមិត្តបន្ទាប់ក៏បានបញ្ចេញមតិថាសុភាពរៀបសារណាស់ក្មួយស្រីគួរឲ្យស្រឡាញ់ណាស់សូមឲ្យពាក្យសុភាពរៀបសារនេះនៅជាមួយក្មួយរហូតប្រិយមិត្តចុងក្រោយក៏បានបញ្ចេញមតិថាល្អណាស់ក្មួយស្រីខំប្រឹងបន្ថែមដើម្បីបន្តវេនសំឡេងម្ចាស់ដើមមិនទាន់មានអ្នកណាមានសំឡេងដូចទេសំឡេងក្មួយស្រីក៏ល្អម្យ៉ាងទាំងរូបសម្បត្តិនិងចរិតមើលទៅគួរឲ្យស្រឡាញ់បាទទាំងអស់នេះគឺជាការបញ្ចេញមតិនិងចំណាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្របងស្រីចាងច័ន្ទរាវតីក្រោយពីបានស្ដាប់នៅការបកស្រាយឡើងវិញនៅបទចម្រៀងមរតកដើមរបស់រាជិនីសំឡេងមាសរស់ស្រីសុធាដែលមានចំណងជើងថាឆ្នាំអូន15សូមជម្រាបជូនប្រិយមិត្តទស្សនិកជនផងដែរថានៅមួយរយៈចុងក្រោយនេះវត្តមានរបស់បងស្រីចាងច័ន្ទរាវតីហាក់កំពុងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជននៅក្នុងបណ្ដាញសង្គមក្នុងនោះផងដែរកាលពីពេលថ្មីកន្លងទៅនេះបងស្រីចាងច័ន្ទរាវតីក៏ទើបតែទទួលបានឱកាសជាលើកទី2នៅក្នុងការចូលរួមបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងនៅក្នុងកម្មវិធីដ៏ពេញនិយមមួយរបស់ស្ថានីយទូរទស្សន៍បាយ័នដែលមានឈ្មោះថា Sri Fun Cambodia បើទោះបីជានៅរយៈចុងក្រោយនេះវត្តមានរបស់បងស្រីចាងច័ន្ទរាវតីហាក់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជននៅក្នុងបណ្ដាញសង្គមយ៉ាងណាក៏ដោយក៏យើងនៅមិនទាន់បានឃើញបងស្រីចាងច័ន្ទរាវតីបង្ហាញវត្តមានបកស្រាយបទចម្រៀងនៅក្នុងកម្មវិធីឬក៏វងតន្ត្រីណាមួយនៅឡើយនោះទេយើងខ្ញុំនៅតែសូមជូនពរឲ្យបងស្រីចាងច័ន្ទរាវតីទទួលបានជោគជ័យនៅក្នុងការសិក្សាក៏ដូចជាបំណងប្រាថ្នារបស់បងស្រីនៅក្នុងវិថីសិល្បៈសូមឲ្យបានសម្រេចនិងជោគជ័យបន្ថែមទៀតនាពេលខាងមុខសូមអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត